តោះថ្ងៃនេះគឺយើងមកដឹងពីវិធីសាស្ត្រក្នុងការប្រើប្រាស់ Threading Robot ដែលមានឈ្មោះថា Snapper Flip ដែលបច្ចុប្បន្នគឺយើងមានការអាប់ដេតរហូតដល់ version ទី6ហើយក្នុងហ្នឹងកាលពីប្រហែលថ្ងៃមុនគឺខ្ញុំបានទម្លាក់វីដេអូមួយពីវិធីសាស្ត្រនៅក្នុងការទៅទាញយក Threading Robot ហ្នឹងមកប្រើប្រាស់ free ដែលមានសុវត្ថិភាពត្រឹមតែ1ខែហើយបើសិនបងប្អូនអត់ទាន់បានទៅ claim យកទេអាចមើលនៅក្នុងវីដេអូមុនបានឬមួយក៏ខ្ញុំនឹងបង្ហើបពីវិធីសាស្ត្រខ្លីៗបន្តិចមុននឹងចូលវីដេអូហើយចំពោះ campaign នៅក្នុងការទាញយកប្រើប្រាស់ free ហ្នឹងគឺអស់ត្រឹមថ្ងៃទី25ក្នុងខែវិច្ឆិកានឹងផងដែរអញ្ចឹងបើសិនបងប្អូនអត់ទាន់បានទាញយកទេរស់រាន់អញ្ចឹងជាជំហានដំបូងគឺបងប្អូនត្រូវទៅ download file EA ជាមុនសិនដែលបងប្អូនអាចចូលទៅកាន់ website មួយដែលមានឈ្មោះថា bhub.btechcambodian.com ដែលក្នុងហ្នឹងគឺបងប្អូនអាចឃើញនៅក្នុង screen ខ្ញុំជាក់ស្ដែងអញ្ចឹងដែលបងប្អូនអាចចុច start now ដើម្បី register ឬមួយក៏ sign in ហើយបើសិនបងប្អូនអត់ទាន់មាន account ទេអាចធ្វើការ sign up បានដោយបំពេញឈ្មោះពិតបងប្អូនហើយ email ដែលបងប្អូនកំពុងប្រើប្រាស់ហើយចំពោះ email ហ្នឹងគឺត្រូវតែជា email ពិតប្រាកដដើម្បីឲ្យក្រុមហ៊ុនធ្វើការផ្ញើ link verify ចូលទៅកាន់ email មួយហ្នឹងហើយចំពោះ password គឺបងប្អូនអាចដាក់ password បានហើយចំណាំចំនួន2ដងឬចុចពាក្យថា get start អញ្ចឹងក្រោយពេលដែលចុច get start ហ្នឹងក្រុមហ៊ុននឹងផ្ញើ email ជូនបងប្អូនដើម្បី verify អញ្ចឹងក្រោយពេលដែលបងប្អូន register បានជោគជ័យ verify បានជោគជ័យបងប្អូនអាចធ្វើការ sign in បានដែលក្នុងលក្ខខណ្ឌនេះគឺខ្ញុំនឹងធ្វើការ sign in ទៅលើ account ខ្ញុំផ្ទាល់តែម្ដងអញ្ចឹងពេលដែលបងប្អូនធ្វើការ sign in ចូល account រួចរាល់គឺបងប្អូនអាចចុចពាក្យថា membership ប៉ុន្តែក្នុងលក្ខខណ្ឌនេះដោយសារ account ខ្ញុំគឺស្ថិតនៅក្រោម referral រួចរាល់ហើយបាន verify ជោគជ័យគឺខ្ញុំនឹងឃើញបែបនេះប៉ុន្តែបើសិនជាបងប្អូនដែលអត់ទាន់បាន verify ទេគឺអាច submit detail បានដោយនឹងឃើញផ្ទាំងបែបនេះបងប្អូនចុចកន្លែង referral នេះមកយកឈ្មោះខ្ញុំដែលមានឈ្មោះថា Vanne Visai នៅខាងលើគេបន្ទាប់បងប្អូនចុចពាក្យថា copy referral code នេះមកហើយចុច link ខាងលើនេះអញ្ចឹងចូល link ខាងលើនេះគឺវានឹងបើក website មួយថ្មីទៀតដើម្បីឲ្យបងប្អូនបើក account Thread ដែលក្នុងលក្ខខណ្ឌហ្នឹងគឺបងប្អូនត្រូវ copy partner code មិញហ្នឹងដាក់ចូលនៅកន្លែងនេះអញ្ចឹងកន្លែង country គឺយើងនៅប្រទេសកម្ពុជាយើងវាយ Cambodia មកហើយ email និង password ឲ្យបងប្អូនចំណាំឬចុច register ហើយបំពេញ KYC ផ្សេងៗបែប opt ផ្សេងៗដើម្បីបង្កើត account Thread ហ្នឹងហើយបងប្អូនចំណាំគឺត្រូវបង្កើត trading account មួយដែលជា send account ព្រោះ bot របស់យើងគឺចាំបាច់ send account មែនទែនព្រោះវាជួយកាត់បន្ថយហានិភ័យហើយធ្វើឲ្យ bot យើងនឹងធ្វើការបានកាន់តែប្រសើរអញ្ចឹងក្រោយពេលបងប្អូន register ឬមួយក៏មាន account ក្រោម referral របស់យើងរួចរាល់ហើយបងប្អូនអាចធ្វើការ submit trading account នឹងបាននៅក្នុងលក្ខខណ្ឌនេះគឺខ្ញុំ submit trading account រហូតដល់8ព្រោះដោយសារខ្ញុំមាន account ច្រើនខ្ញុំ test setting ឬមួយអីចឹងទៅប៉ុន្តែក្នុងលក្ខខណ្ឌបងប្អូនអាច submit តែមួយក៏បានដែរព្រោះបងប្អូនអាច submit appeal នៅក្នុងការ add account បន្ថែមថ្ងៃក្រោយបានទេអញ្ចឹងគឺបញ្ជាក់គឺប្រើ send account អញ្ចឹងនៅក្នុងលក្ខខណ្ឌនេះគឺខ្ញុំគ្រាន់តែចុច submit មកគឺជាការរួចរាល់អញ្ចឹងនៅពេលដែលបងប្អូនបាន verify ត្រឹមត្រូវចេញពី admin រួចរាល់បើសិនជាបងប្អូនប្រើប្រាស់ account ដែលមិនមែនជា referral ក្រោមយើងគឺនឹងមានការ reject ពី admin ប៉ុន្តែបើសិនបងប្អូនស្ថិតនៅក្រោមពួកយើងគឺនឹងបាន active បែបនេះដែលបងប្អូននឹងទទួលបាន license key នឹងកន្លែង download អញ្ចឹងក្នុងលក្ខខណ្ឌនេះគឺខ្ញុំ copy license key ទុកមកហើយខ្ញុំចុច download មកនឹង download file EA នឹងតែម្ដងអញ្ចឹងក្រោយពេលដែល download file EA ហ្នឹងគឺនឹងទទួលបាន file មួយដែលមានឈ្មោះថា folder មួយដែលមានឈ្មោះថា Snapper Flip 6.0 នៅក្នុងហ្នឹងគឺមាន folder ដែលបងប្អូនអាចចូលទៅមើលជាវីដេអូនៅក្នុងហ្នឹងមានវិធីសាស្ត្រនៅក្នុងការតម្លើងហើយនៅក្នុងការ clone និង define នៅក្នុងការ submit ទៅលើ apply ទៅលើ user setting ផ្សេងៗគឺមានវីដេអូក្នុងហ្នឹងអញ្ចឹងបងប្អូនអាចមើលវិធីសាស្ត្រក្នុងការតម្លើង EA ចូល MD5 បាននៅក្នុង folder មួយហ្នឹងអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះគឺខ្ញុំអត់បញ្យល់ពីវិធីសាស្ត្រតម្លើងទេយើងចូល direct ទៅក្នុងការប្រើប្រាស់តែម្ដងអញ្ចឹងចំពោះការប្រើប្រាស់ក្រោយដែលបងប្អូនតម្លើង EA ចូល MD5 នឹងរួចរាល់អញ្ចឹងក្នុងលក្ខខណ្ឌនេះគឺខ្ញុំដាក់លើ account ដុល្លារដោយសារខ្ញុំគោលដៅខ្ញុំនឹងធ្វើការ back test ជូនបងប្អូនអញ្ចឹងយើងទាមទារប្រើ account ដុល្លារដើម្បីធ្វើការ back test បើសិន back test លើ account ផ្សេង system គឺមានការឆ្ងល់បន្តិចប៉ុន្តែអត់អីទេលើ reality គឺវាដូចគ្នាអញ្ចឹងក្នុងលក្ខខណ្ឌដើម្បីតម្លើងគឺអត់មានអីពិបាកទេក្រោយពេលដែលបងដាក់ file EA នៅក្នុង MD5 នឹងជោគជ័យនឹងឃើញអ្នក Snapper Flip 6.0 ប៉ុន្តែក្នុងលក្ខខណ្ឌនេះគឺយើងមាន Snapper Flip license ផ្សេងៗទៀត version ផ្សេងៗទៀតគឺនៅក្នុងកន្លែងហ្នឹងអញ្ចឹងចំពោះពេលដែលបើកទៅលើ EA ហ្នឹងគឺត្រូវ submit កន្លែង license key នេះអញ្ចឹងបងប្អូនអាច pass ទៅលើ license key ដែលបងប្អូនទទួលបានពី BHub មុនហ្នឹងហើយធ្វើការ tick កន្លែងនេះទាំងពីរផងដែរដើម្បីវិធានការអញ្ចឹងសម្រាប់បងប្អូនដែលអត់ចង់ឈឺក្បាលចំពោះការតម្លើង setting ផ្សេងៗអាចប្រើ default setting បានព្រោះ default setting គឺវា adaptive ទៅលើ balance របស់បងប្អូនដែលវាជួយនៅក្នុងការមើលថែ account បងប្អូនហ្នឹងតាមរយៈ balance ផ្ទាល់
ព្រោះវា adaptive setting តែម្ដងប៉ុន្តែបើសិនបងប្អូនចង់ប្រើ setting ដែល aggressive ជាងហ្នឹងអាចចូលនៅក្នុង community យើងបានដែល link នៅក្នុងខាងក្រោមដើម្បីពិភាក្សាជាមួយ user យើងផ្សេងៗដែលពួកគាត់មានជំនាញនៅក្នុងការតេស្តនៅក្នុងការសាកល្បងហើយឃើញមានភាពជោគជ័យបងប្អូនអាចយក setting របស់ពួកគាត់មកប្រើប្រាស់ក៏បានអញ្ចឹងក្នុងលក្ខខណ្ឌនេះគឺខ្ញុំអាចចុច OK មកដោយសារ license account នឹងខុសដោយសារខ្ញុំប្រើទៅលើ account ដុល្លារបើសិនយើងដាក់ account ផ្សេងនឹងត្រូវបើសិន account license បងប្អូនខុសគឺវានឹងលុបបែបហ្នឹងអញ្ចឹងក្នុងលក្ខខណ្ឌថ្ងៃនេះគឺយើងអត់គោលដៅនៅក្នុងការឲ្យឃើញនៅក្នុងនេះទេយើងនឹងធ្វើការ back test វិញចំពោះការ back test គឺអត់ចាំបាច់តម្រូវឲ្យមាន license ទេអញ្ចឹងចំពោះ strategy យើងក៏ back test យើងគ្រាន់តែចូលកន្លែងពាក្យថា view ហើយចុចពាក្យថា strategy tester អញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងគឺយើងចង់ដឹងពីអត្តចរិតនៅក្នុងការធ្វើការរបស់វាអញ្ចឹងគឺយើងចុចពាក្យថា visualize អញ្ចឹងកន្លែងនេះគឺយើងចង់ back test ចំនួន 10000 សេនខ្ញុំវាយពាក្យ 10000 មកអញ្ចឹង account ដុល្លារមែនប៉ុន្តែក្នុងគោលដៅរបស់យើងដាក់សេនអញ្ចឹងយើងដាក់ 10000 សេនស្មើនឹង 100 ដុល្លារអញ្ចឹងចំពោះ time frame គឺយើងតែងតែប្រើលើ1នាទីហើយចំពោះ pair ដែលយើងប្រើគឺយើង XAU USD ហើយ snapper flip version 6អញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺយើងអត់ចង់ឈឺក្បាលគឺយើងប្រើ default setting ដែលវាជួយ protect យើងបានច្រើនជាពិសេសគឺពេលផ្សារឡើងខ្លាំងគឺវាអត់ធ្វើការទេវាធ្វើការតែពេលដែលផ្សារដើរខាងសាយពេកដែលបងប្អូនអាចមើលក្នុង setting នេះបានគឺអ្វីដែលជួយច្រើនមែនទែនហ្នឹងគឺកន្លែង advanced safety mode នេះដែលវានឹង check គ្រប់យ៉ាងទាំង spread ទាំងទំហំនៅក្នុង volatility របស់ទីផ្សារគឺវា check ឲ្យមុនចូលផ្សារទាំងអស់អញ្ចឹងក្នុងលក្ខខណ្ឌនេះដូចខ្ញុំបញ្ជាក់អញ្ចឹងគឺខ្ញុំ back test ដើម្បីមើល visualize ហើយចំពោះsetting គឺខ្ញុំប្រើទៅលើ 10000 សេនហើយខ្ញុំតេស្ត period ពីថ្ងៃទី21ខែ10ពីថ្ងៃទី21ខែ10គឺមានផ្សារធ្លាក់ខ្លាំងរហូតដល់300លេខសំទោស300លេខដែលយើងត្រូវដៃមួយចំនួនក៏អាចដែរ account ដែរអញ្ចឹងចំពោះ setting ថ្មី version ថ្មីរបស់យើងគឺថ្ងៃហ្នឹងគឺវារួចផុតខ្លួនហើយជាក់ស្ដែងគឺអាចរក profit បានទៀតអញ្ចឹងយើងនឹងធ្វើការ back test ដោយចុច start អញ្ចឹងនៅពេលដែលចុច start មកគឺបងប្អូនដូចឃើញកន្លែងនេះអញ្ចឹងអូសំទោសខ្ញុំអត់បានកែ setting វានៅប្រើលុយដុល្លារ $1000 អញ្ចឹងខ្ញុំបកមកកន្លែងនេះដាក់ $10000 វិញខ្ញុំពេញលេខខុសអញ្ចឹង$10000គឺ04ខ្ទង់បន្ទាប់គឺយើងចុច start ម្ដងទៀតអញ្ចឹង$10000ហ្នឹងគឺខ្ញុំស្ដៅលើសេនអញ្ចឹងខ្ញុំនឹងបង្ហាញកន្លែងដែលវាកន្លែងល្អនេះអូខេកន្លែងនេះអញ្ចឹងបងប្អូនឃើញនៅពេលដែលវាចាប់ឃើញថា high volatility គឺវានឹងធ្វើការបិទ bot សិននេះគឺវា pass ហើយ high volatility អញ្ចឹងវា wait សិនរហូតតតែវាចាប់ផ្ដើមធ្លាក់មកដំណើរការវិញនៅពេលដែលផ្សារចាប់ផ្ដើមមក sideways ធម្មតាវិញដូចក្នុងលក្ខខណ្ឌនេះគឺវានៅ high volatility ទេគឺនេះនៅពេលដែលវាចាប់ផ្ដើមផ្សារមក normal វិញគឺវាចាប់ផ្ដើមចូលផ្សារធម្មតាដើម្បីរកកន្លែងចូលធម្មតាអញ្ចឹងកន្លែងនេះគឺជាកន្លែងសំខាន់មែនទែនបងប្អូនអាចឃើញបានគឺវាជួយយើងកន្លែងហ្នឹងអញ្ចឹងនៅពេលដែលវាដើរដល់កន្លែងដែល high volatility ទៀតដូចកន្លែងនេះគឺវាឈប់ចូលទៀតអញ្ចឹងគឺយើងអាចខាឲ្យលឿនដើម្បីមើល result ក្នុងរយៈពេលពីថ្ងៃទី21ដែលផ្សារធ្លាក់ខ្លាំងហ្នឹងរហូតដល់ថ្ងៃបច្ចុប្បន្នវារក profit បានប៉ុណ្ណាហើយជាក់ស្ដែងគឺវាដាច់ account ឬមួយក៏វាត្រដងប៉ុណ្ណាគឺយើងមើលទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងខាដើម្បីឲ្យវាឆាប់ចប់ចឹងដូចបងប្អូនឃើញលទ្ធផលជាក់ស្ដែងអញ្ចឹងក្រោយការ back test របស់យើងទៅយើងឃើញថាលទ្ធផលយើងគឺយើងឃើញថាត្រដោនគឺត្រឹម 21% ដែលវាឆ្លងកាត់ថ្ងៃធ្លាក់300លេខហ្នឹងគឺវាត្រដោនត្រឹមតែ 21% ទេហើយជាក់ស្ដែងគឺវា earn រហូតដល់ 4000 សេនឬមួយក៏$4000នៅក្នុង back test ហ្នឹងដែលមានន័យថារហូតទៅដល់ 40% អញ្ចឹងនៅក្នុងហ្នឹងគឺមួយខែគឺវា earn 40% ជាមួយ setting default ហ្នឹងអញ្ចឹងបើសិនបងប្អូនចង់តម្លើងឬមួយក៏ឲ្យវាចូលចំណេញឲ្យច្រើនជាងហ្នឹងគឺបានដូចគ្នាព្រោះគោលដៅយើងនៅក្នុងការ flip account អញ្ចឹងគាត់ថាបើសិនជាឆ្លងកាត់នៅក្នុងបទការធ្លាក់300លេខទៀតគឺអាចនឹងឃើញ drawdown ធំជាងហ្នឹងឬមួយអីចឹងទៅអញ្ចឹងគឺបងប្អូនគ្រាន់តែមកកែ setting កន្លែងrisk percentage នេះដោយសារយើង start គឺយើង risk មក starting lot គឺ 0.01% អញ្ចឹងយើងអាច increase ទៅ 0.02 0.03 អីចឹងទៅប៉ុន្តែក្នុងលក្ខខណ្ឌការតម្លើងអាហ្នឹងគឺវាអាចតម្លើង50%ដូចគ្នាអញ្ចឹងបើសិនបងប្អូនអត់តន់ចង់ខ្វល់ប្រហែលទេអាចប្រើ default setting បាន
ឬមួយក៏ចូលទៅក្នុង community របស់យើង discuss គ្នាដើម្បីដឹងពី result មួយណាដែលល្អនៅក្នុងការតម្លើងមុននឹងយើង invest ទៅលើការតម្លើងលើ setting មួយហ្នឹងអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺខ្ញុំមានប៉ុណ្ណឹងហើយបញ្ជាក់តំណែលគឺ license សម្រាប់បងប្អូនអាច claim បានគឺក្នុងរយៈពេលត្រឹមតែ3ថ្ងៃខាងមុខទៀតទេដែលត្រឹមថ្ងៃទី25ហ្នឹងគឺយើងនឹងធ្វើការបញ្ឈប់នៅក្នុងការ free មួយខែហ្នឹងគឺបងប្អូននឹងត្រូវការ pay លុយដែលបងប្អូនអាចឃើញអញ្ចឹងគឺចំពោះតម្លៃបច្ចុប្បន្នគឺចំពោះ lifetime គឺ$200ហើយចំពោះទៅលើប្រចាំខែគឺ$20ហើយចំពោះ lifetime ហ្នឹងគឺយើងនឹងបិទឆាប់ៗនៅខាងមុខដូចគ្នាអញ្ចឹងបើសិនបងប្អូនចង់បាន lifetime license មុននៅក្នុងការបិទឲ្យឈប់មាន license lifetime ហ្នឹងគឺបងប្អូនអាចចុចនៅកន្លែងនេះរួចធ្វើការ pay accept ហើយធ្វើការ pay បានឬមួយក៏បងប្អូន contact មកក្រុមពួកយើងផ្ទាល់ដោយចុចកន្លែង need help ហ្នឹងដើម្បីធ្វើការតាក់ទងបើសិនជាមានបញ្ហាអីមួយនៅក្នុងការទិញនៅក្នុងការតម្លើងឬមួយក៏អ្វីផ្សេងៗទៀតអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយជួបគ្នានៅក្នុងវីដេអូបន្ទាប់អរគុណច្រើន